ចំណាយតែម្នាក់15000ទេបងប្អូនយើងអាចដើរលេងបាន2កន្លែងបើចង់ដឹងថានៅកន្លែងណាតោះតាមដានវីដេអូទាំងអស់គ្នាហើយនេះជារមណីយដ្ឋានទឹកធ្លាក់ជ្រាវឥឡូវនេះឃើញថាគេអភិវឌ្ឍផ្លូវមកដល់លើតែម្ដងឥឡូវយើងធ្វើការសម្រាប់បន្តិចសិនឡើងមកហត់ដល់លោកហើយក្រោយពីសម្រាប់បានបន្តិចយើងក៏នាំគ្នាមកដល់ទឹកធ្លាក់ដំណាក់ទី3ហើយក៏ឆ្លៀតសុំកូនកំមុំគេ selfie មួយទុកជាអនុស្សាវរីយ៍ក្រឡេកមកក្រោយបន្តិចក៏លឺស្នូទឹកធ្លាក់ហើយលឺសត្វយំត្រហឹងពេញព្រៃតែម្ដងមិនតែប៉ុណ្ណោះក៏មានស្រីស្អាត2នាក់ឈរថតនៅក្បែរនោះមិនចាំយូរខ្ញុំក៏ទិញទូរស័ព្ទខ្វាក់ថតឲ្យកម្ពុជាឆ្នាំ2 3វីដេអូច្រឡំមាត់កូនខ្លាតូចសម្រាប់រូបភាពនិង background គឺ the best តែម្ដងបើបានមកគ្នាច្រើនទៅតែអែមយើងមានអាជាដាក់មុំកោះទៅជាតិរួមទាំងទេសភាពបែបនេះទៀតអែមណាស់អែមចុយតម្រៃហើយហើយក៏មកភ្លេចដែរទឹកបរិសុទ្ធកម្ពុជាឥឡូវនេះយើងកំពុងតែធ្វើដំណើរចូលទៅលើភ្នំវិញតាមពិតទៅផ្លូវគេមានដើរស្រួលទេអ្នកទាំងអស់គ្នាតែសារតែផ្លូវជាអៀតពេកមានក្មេងមានចាស់អញ្ចឹងណាមួយយើងចង់អូកាឡាកូនកំមុំគេច្រឡំដើរកាត់ផ្លូវនេះវាចិត្តជាងឥឡូវនេះយើងកំពុងបើកម៉ូតូទៅទីតាំងថ្មីមួយទៀតក្រោយពីយើងយកម៉ូតូទុកហើយយើងក៏ដើរមកហាងកាហ្វេដើម្បីរកទិញអីផឹកឲ្យជាក់អញ្ចឹងណាព្រមមេរៀងក្តៅដែរគ្រាន់តែមើលប្លង់វីដេអូក៏មានអារម្មណ៍ថា feel ឥឡូវនេះយើងមកដល់ហាងកាហ្វេហើយឥឡូវយើងរៀបចំចូលកំងកាហ្វេហើយបញ្ជាក់បងប្អូនតិចកាហ្វេនៅកន្លែងនេះមួយកែវតែ8000រៀលតែប៉ុណ្ណោះបងប្អូនតែតម្រូវឲ្យយើងរងចាំដោយសារតែមានភ្ញៀវច្រើនអញ្ចឹងណាក្រោយពីយើងបានកំងកាហ្វេរួចគេមានឧបករណ៍កដឹងមួយសម្រាប់ឲ្យយើងរងចាំនៅពេលដែលកដឹងនឹងរួចយើងអាចទៅយកភេទជ្ជៈនឹងយកមកផឹកបានហើយពេលដែលបានកាហ្វេយើងនាំ baby យើងមកអង្គុយនៅនេះតិចហើយក៏ទិញទូរស័ព្ទថតកំងដែលមិនទាន់មានប្តីមួយវីដេអូអញអស់និយាយមកក្រោយពីផឹកកាហ្វេរួចយើងក៏ធ្វើដំណើរដើរមកខាងមុខដើម្បីមកថតរូបថតអីនៅកន្លែងបឹងនេះចឹងណាឥឡូវតែនិយាយតប៉ែច្រើនពេកភ្លេចប្រាប់បងប្អូននៅទីតាំងនេះគេហៅរសាត់កាហ្វេពេលដែលបងប្អូនសេតអីបងប្អូនមកដល់ទីតាំងនេះគឺមានអារម្មណ៍ថាស្រស់ថ្លាមែនតើជាពិសេសទេសភាពពេលល្ងាចនេះយើងថតមានភ្នំមានថ្ងៃហើយមានសេះស្អាតនៅក្បែរយាយទៀតអូយបេះដូងលោតខុសចង្វាក់ដោយសារតែល្ងាចដែរហើយឥឡូវយើងរៀបចំទៅផ្ទះវិញចាំជួបគ្នានៅវីដេអូក្រោយបាយបាយ